ហើយកាលពីព្រឹកមិញគឺរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកហើយនឹងលោកប្រធានាធិសេនាធិការកងទ័ពចម្រុះរបស់សហរដ្ឋអាមេរិកគឺលោក Dan Kane បានធ្វើសន្និសីទកសែតពន្យល់អំពីប្រតិបត្តិការដែលសហរដ្ឋអាមេរិកប្រើសុទ្ធតែយន្តហោះបំបាំងកាយប្រភេទ B2 ហ្នឹងទៅទម្លាក់គ្រាប់បែកដែលមានទម្ងន់ធំបំផុតទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដល់ទៅ3គ្រឿងដល់ទៅ3កន្លែងហ្នឹងហើយគេចាត់ទុកថានេះគឺជាប្រតិបត្តិការដែលប្រើប្រាស់គ្រាប់បែកទម្ងន់ធ្ងន់ដែលមានទម្ងន់រហូតដល់13តោនជាងមក MOP ហ្នឹងគឺរហូតដល់14គ្រាប់ដែលជាប្រតិបត្តិការនៃប្រើគ្រាប់ហ្នឹងលើកទី1ហើយនៅក្នុងប្រតិបត្តិការពិតហ្នឹងអញ្ចឹងខ្ញុំសូមឲ្យប្រិយមិត្តទាំងអស់គ្នាស្ដាប់មើលថាប្រសាសន៍របស់លោកនាយសេនាធិការកងទ័ពចម្រុះហ្នឹងគាត់និយាយហ្នឹងមានចំណុចណាគួរចាប់អារម្មណ៍ដើម្បីជាផ្នែកមួយនៃការដឹងព័ត៌មានផងជាការសិក្សាផងហើយចាំពេលចប់ខាងក្រោយគឺខ្ញុំនឹងសង្ខេបជូនប្រិយមិត្តតើការចាប់អារម្មណ៍របស់ប្រិយមិត្តដូចខ្ញុំដែរឬទេឥឡូវនេះខ្ញុំសូមបកប្រែទូទាស់ដើម្បីជូនជាព័ត៌មានThank you, Mr. Secretary. សូមអរគុណលោករដ្ឋមន្ត្រីសូមអរគុណចំពោះការទទួលស្គាល់ការងាររបស់អ្នកទាំងអស់ដែលបានធ្វើការងារប្រទេសជាតិរបស់យើងហើយពិតជាល្អណាស់ដែលបានឃើញអ្នកទាំងអស់គ្នានៅទីនេះនៅព្រឹកនេះកាលពីយប់មិញតាមបញ្ជារបស់លោកប្រធានាធិបតីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ Eric Kurilla បានធ្វើប្រតិបត្តិការឈ្មោះថាញញួរកណ្ដាលអាត្រៀតដោយល្អិតល្អន់និងច្បាស់លាស់ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន3នេះគឺជាបេសកកម្មដ៏ស្មុគស្មាញនិងមានហានិភ័យខ្ពស់ដែលអនុវត្តដោយជំនាញពិសេសនិងវិន័យរបស់កងកម្លាំងរួមយើងខ្ញុំសូមអរគុណយុទ្ធជនអ្នករៀបចំផែនការប្រតិបត្តិការទាំងអស់ដែលបានធ្វើឲ្យបេសកកម្មនេះអាចសម្រេចបានសកម្មភាពរបស់ពួកគេឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃកងកម្លាំងប្រដាប់អាវុធរបស់អាមេរិកប្រតិបត្តិការនេះត្រូវបានរៀបចំឡើងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរវាត្រូវបានគ្រោងទុកនិងដំណើរការនៅគ្រប់ផ្នែកនិងតំបន់ជាច្រើនដោយមានការសម្របសម្រួលដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើងក្នុងការបង្ហាញអំណាចជាសកលដោយល្បឿននិងភាពជាក់លាក់តាមពេលវេលានិងទីកន្លែងតាមការជ្រើសរើសរបស់ប្រទេសយើងនេះជាបេសកកម្មមួយដែលមានមនុស្សតិចណាស់នៅក្នុងក្រុង Washington ដែលដឹងពីពេលវេលាឬផែនការនេះខ្ញុំនឹងបង្ហាញ graphic នៅចំហៀងដែលមានព័ត៌មានលម្អិតអំពីប្រតិបត្តិការមួយចំនួននៅពាក់កណ្ដាលអាត្រៀតថ្ងៃសុក្រដល់ថ្ងៃសៅរ៍ក្រុមវាយប្រហារ B2 ដ៏ធំមួយដែលរួមមានយន្តហោះទម្លាក់គ្រាប់បែកបានចាប់ផ្ដើមហោះពីទ្វីបសហអាមេរិកដែលជាផ្នែកមួយនៃផែនការដើម្បីរក្សាការវិឆ្មក់ផ្នែកយុទ្ធសាស្ត្រដោយក្រុមនេះបានបន្តហោះទៅភាគខាងលិចនិងទៅកាន់ Pacific ដើម្បីជាការបញ្ឆោតកិច្ចខិតខំប្រឹងប្រែងបញ្ឆោតនេះដឹងតែអ្នករៀបចំផែនការនិងអ្នកដឹកនាំសំខាន់មួយចំនួនទៅប៉ុណ្ណោះនៅក្នុងទីក្រុង Washington និងក្រុង Tampa ក្រុមវាយប្រហារចម្បងរួមមានយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 ចំនួន7គ្រឿងដែលនីមួយៗមានអ្នកបើកបរ2នាក់បានបន្តទៅភាគខាងកើតដោយស្ងប់ស្ងាត់ដោយធ្វើការទំនាក់ទំនងតិចតួចបំផុតក្នុងការហោះហើររយៈពេល18ម៉ោងទៅកាន់តំបន់គោលដៅយន្តហោះបានចាក់សាំងបន្ថែមជាច្រើនដងលើអាកាសនៅពេលដល់តំបន់ដីគោកយន្តហោះ B2 បានរួមគ្នាជាមួយនឹងយន្តហោះអមដំណើរនិងយន្តហោះគ្រប់គ្រងដោយប្រើពេលដ៏ស្មុគស្មាញមួយដែលតម្រូវឲ្យធ្វើការស៊ីសង្វាក់គ្នាយ៉ាងពិតប្រាកដនៅទូទាំងផ្នែកជាច្រើននៅក្នុងផ្នែកតូចចង្អៀតនៃអាកាស all done with minimal communications. This type of integration is exactly what our joint force does better than anyone else in the world. ទាំងអស់ត្រូវបានធ្វើការដោយតាក់ទងគ្នាតិចតួចបំផុតប្រភេទនៃការរួមកម្លាំងនេះគឺពិតជាអ្វីដែលកម្លាំងរួមរបស់យើងធ្វើបានល្អជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោកនៅម៉ោងប្រហែល5ល្ងាចម៉ោងនៅរដ្ឋធានី Washington កាលពីយប់មិញនិងមុនពេលដែលក្រុមវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់នាវាមួយទឹករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បញ្ជាការកណ្ដាលបានបាញ់មីស៊ីល Tomahawk ជាង20គ្រាប់ដាក់អគារនៅផ្នែកខាងលើនៃរោងចក្រ Isfahan នៅពេលដែលក្រុមប្រតិបត្តិការវាយប្រហារញញួរកណ្ដាលអាត្រៀតចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់សហរដ្ឋអាមេរិកប្រើតាក់ទិកបញ្ឆោតជាច្រើនរួមទាំងការបញ្ឆោតដែលមានយន្តហោះចំនួនទី4និងទី5បានហោះខ្ពស់និងលឿនទៅពីមុខក្រុមវាយប្រហារស៊ើបរកសត្រូវនឹងការគំរាមកំហែងពីអាកាស and surface to air missile threats. The strike package was supported by US Strategic Command. ក្រុមវាយប្រហារនេះត្រូវបានគ្រប់គ្រងដោយបញ្ជាការយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបញ្ជាការដឹកជញ្ជូនអាមេរិកបញ្ជាការតាមអ៊ីនធឺណិតអាមេរិកនិងបញ្ជាការកងកម្លាំងអវកាសអាមេរិកនិងបញ្ជាការនៅអឺរ៉ុបរបស់អាមេរិកនៅពេលដែលក្រុមវាយប្រហារបានខិតជិតដល់រោងចក្រនុយក្លេអ៊ែរ Fordo និង Natanz កងការពាររបស់សហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធបង្ក្រាបល្បឿនលឿននិងធានាថាក្រុមវាយប្រហារអាចឆ្លងកាត់ប្រកបដោយសុវត្ថិភាពហើយយន្តហោះចម្បាំងបានប្រើការទប់ស្កាត់ការបាញ់ទុកជាមុនប្រឆាំងនឹងការគំរាមកំហែងតាមអាកាសរបស់អ៊ីរ៉ង់យើងបានឃើញការបាញ់ប្រហារលើក្រុមវាយប្រហាររបស់សហរដ្ឋអាមេរិកតាមផ្លូវចូលនោះទេនៅម៉ោងប្រហែល 6:40 នាទីល្ងាចម៉ោងស្តង់ដារនៅខាងកើតយន្តហោះ B2 នាំមុខបានទម្លាក់គ្រាប់បែកធុន GBU 57ចំនួន2គ្រាប់
នៅលើគោលដៅទី1នៃគោលដៅជាច្រើននៅ Fordo ដោយដែលប្រធានាធិបតីបាននិយាយកាលពីយប់មិញថាយន្តហោះទម្លាក់គ្រាប់បែកដែលនៅសល់បន្ទាប់មកបានវាយប្រហារគោលដៅរបស់ពួកគេផងដែរដែលមានចំនួនសរុបចំនួន14គ្រាប់បានទម្លាក់ប្រឆាំងនឹងតំបន់គោលដៅនុយក្លេអ៊ែរចំនួន2ផ្សេងទៀតគឺសរុបចំនួន3គោលដៅនុយក្លេអ៊ែរនៅម៉ោង 6:40 នាទីល្ងាចនិងម៉ោង 7:05 នាទីល្ងាចនោះគឺប្រហែលជាម៉ោង 2 និង 10 នាទីព្រឹកម៉ោងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយកម្មជួយថមហុកជាចុងក្រោយបានបន្តវាយប្រហារនៅរោងចក្រអេស្ហ្វាហានដើម្បីធានាថាយើងរក្សានូវការវិឆ្មក់នៃប្រតិបត្តិការនេះពេលនោះក្រុមប្រតិបត្តិការញញូកណ្ដាលអាត្រៀតបានហោះចេញពីដែនអាកាសអ៊ីរ៉ង់ហើយក្រុមនោះបានចាប់ផ្ដើមត្រឡប់មកផ្ទះវិញយើងមិនឃើញមានការបាញ់ប្រហារលើក្រុមវាយប្រហារនៅតាមផ្លូវចេញវិញនោះទេយន្តហោះចម្បាំងរបស់អ៊ីរ៉ង់មិនបានហោះហើរទេហើយវាហាក់បីដូចជាប្រព័ន្ធមីស៊ីលលើអាកាសរបស់អ៊ីរ៉ង់មិនបានឃើញយើងទេ Return home. We are unaware of any shots fired at the package on the way out. Iran's fighters did not fly, and it appears that Iran's surface-to-air missile systems did not see us. Throughout the mission, we retained the element of surprise. ពេញមួយបេសកកម្មយើងរក្សានូវការវាយមិនឲ្យដឹងខ្លួនជាមុនជាសរុបកងកម្លាំងសហរដ្ឋអាមេរិកបានប្រើប្រាស់អាវុធនាំផ្លូវសុក្រិតប្រមាណ75គ្រាប់ក្នុងអំឡុងពេលប្រតិបត្តិការនេះដែលរួមបញ្ចូលដោយដែលលោកប្រធានាធិបតីបាននិយាយកាលពីយប់មិញថាគ្រាប់ទម្លុះដីដ៏ធំចំនួន14គ្រាប់ដែលមានទម្ងន់ជាង13តោនក្នុងមួយគ្រាប់ដែលនេះជាការប្រើប្រាស់អាវុធនេះជាលើកដំបូងដែលមិនធ្លាប់មានខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ដឹងការខូចខាតក្នុងសមរភូមិការខូចខាតក្នុងសមរភូមិចុងក្រោយនឹងចំណាយពេលខ្លះសិក្សាសិនប៉ុន្តែការសិក្សាការខូចខាតសមរភូមិដំបូងបង្ហាញថាទីតាំងទាំង3រងការខូចខាតនិងការបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតយន្តហោះអាមេរិកជាង125គ្រឿងបានចូលរួមក្នុងបេសកកម្មនេះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកបំផាំងកាយ B2 ជាច្រើនយន្តហោះចម្បាំងចំនួនទី4និងទី5ជាច្រើននិងយន្តហោះចាក់ប្រេងតាមអាកាសរាប់សិបគ្រឿងនាវាមួយទឹកបំពាក់កម្មជួយដឹកនាំផ្លូវនិងយន្តហោះស៊ើបការសម្ងាត់និងយន្តហោះឆ្លប់យកការព្រមទាំងអ្នកបច្ចេកទេសរាប់រយនាក់ដែលមានជំនាញប្រតិបត្តិការ maintenance and operational professionals. As the Secretary said, this was the largest B2 operational strike in US history. ដោយដែលលោករដ្ឋមន្ត្រីបាននិយាយថានេះគឺជាការវាយប្រហារប្រតិបត្តិការ B2 ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកនិងបេសកកម្ម B2 វែងបំផុតទី2ដែលមិនធ្លាប់មានក្រៅពីការហោះហើរទាំងនោះក្នុងរយៈពេលក្រោយការវាយប្រហារ 9/11 នៅមុននេះលោកឧត្តមសេនីយ៍ Gorilla បានបង្កើនវិធានការការពារកម្លាំងនៅទូទាំងតំបន់ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ស៊េរីនិងឈូងសមុទ្រកងកម្លាំងរបស់យើងនៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់យ៉ាងពេញលេញដើម្បីឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់ឬការវាយប្រហារដោយទាហានសេនាជនរបស់ពួកគេដែលនឹងក្លាយជាជំរឿនដ៏អាក្រក់មិនគួរឲ្យជឿបើហ៊ានយើងនឹងការពារខ្លួនយើងសុវត្ថិភាពរបស់យោធាយើងនិងជនស៊ីវិលនៅតែជាអាទិភាពខ្ពស់បំផុតរបស់យើង This mission demonstrates the unmatched reach បេសកកម្មនេះបង្ហាញពីការសម្របសម្រួលនិងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់យោធាអាមេរិកក្នុងរយៈពេលតែប្រមាណសប្តាហ៍ប៉ុណ្ណោះដែលបានចេញពីការធ្វើផែនការយុទ្ធសាស្ត្ររហូតដល់ប្រតិបត្តិការជាសកលប្រតិបត្តិការនេះគូបញ្ជាក់ពីសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបាននឹងការទៅដល់កន្លែងនានានៅលើសកលលោកនៃយោធាអាមេរិកដោយដែលប្រធានាធិបតីបាននិយាយយ៉ាងច្បាស់កាលពីយប់មិញថាគ្មានយោធាណាមួយក្នុងពិភពលោកអាចធ្វើរឿងនេះបានទេខ្ញុំចូលរួមជាមួយលោកប្រធានាធិបតីលោករដ្ឋមន្ត្រីហើយមានមោទនភាពយ៉ាងខ្លាំងចំពោះអាកាសយានិកកងកម្លាំងជើងទឹកអ្នករៀបចំផែនការប្រតិបត្តិការតាមអ៊ីនធឺណិតនិងក្រុមគាំទ្រមានបញ្ជាការដែលបានធ្វើឲ្យបេសកកម្មនេះអាចដំណើរការទៅមុខបានវាគឺជាវិន័យជំនាញនិងការធ្វើការជាក្រុមរបស់ពួកគេដែលធ្វើឲ្យប្រតិបត្តិការនេះអាចទៅរួចខ្ញុំមានមោទនភាពជាពិសេសចំពោះវិន័យរបស់យើងទាក់ទងនឹងសន្តិសុខប្រតិបត្តិការអ្វីមួយដែលជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកប្រធានាធិបតីលោករដ្ឋមន្ត្រីឧត្តមសេនីយ៍ Gorilla និងខ្ញុំហើយយើងនឹងបន្តផ្ដោតលើរឿងនេះនៅពេលដែលយើងឈរជើងនៅទីនេះនៅព្រឹកនេះយន្តហោះរបស់យើងជាច្រើននៅតែកំពុងហោះហើរនៅលើអាកាសហើយយើងបានដាក់ពង្រាយកម្លាំងរាប់រយនាក់ខ្ញុំសូមស្នើឲ្យយើងគិតបន់ស្រន់ដល់អ្នកប្រយុទ្ធរបស់យើងនៅតាមផ្លូវត្រឡប់មកផ្ទះរបស់ពួកគេនិងយោធារបស់យើងកម្លាំងរួមរបស់យើងនៅតែត្រៀមខ្លួនដើម្បីការពារសហរដ្ឋអាមេរិកកងទ័ពរបស់យើងនិងផលប្រយោជន៍របស់យើងនៅក្នុងតំបន់សូមអរគុណច្រើនបាទឃើញហើយបានស្ដាប់ហើយអញ្ចឹងគឺមានចំណុចណាគួរឲ្យចាប់អារម្មណ៍ទេខ្ញុំមានចំណុចមួយចំនួនដែលខ្ញុំចង់បង្ហាញនោះគឺទីមួយគឺវាសំខាន់ណាស់ក្នុងការធ្វើប្រតិបត្តិការអ្វីមួយគឺរក្សាការសម្ងាត់គឺការរៀបចំផែនការនោះរក្សាការសម្ងាត់មិនឲ្យមានណាដឹងទេហើយទី2គឺតាក់ទងជាមួយនឹងការទៅវាយប្រហារនោះគឺដោយគេថាលក្ខណៈឆ្មក់តែម្ដងកុំឲ្យដឹងខ្លួនមុនកុំឲ្យស្ទើរដឹងខ្លួនមុនអានោះគឺជាតាក់ទិកនោះគឺចាស់មកហើយតាំងពីតាមយើងមើលតាំងពីជំនាន់បរមបុរាណចិនប្រយុទ្ធគ្នាក៏គេតែងតែប្រើតាក់ទិកហ្នឹងដែរហើយចំណុចមួយទៀតគឺយើងខ្ញុំចាប់អារម្មណ៍ដែរនោះគឺការដែល
សហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកនេះគឺមានការរៀបចំគ្នាយ៉ាងល្អរវាងកងទ័ពច្រើនណាព្រោះការហោះទៅនោះគឺមានការពេលវេលាតិចតួចហើយមានការរក្សាការទំនាក់ទំនងនោះមិនឲ្យដឹងសត្រូវដឹងចាប់ខ្សែទំនាក់ទំនងឲ្យបានទេហើយមួយទៀតនោះគឺគេថាតាក់ទិកបញ្ឆោតគេយើងពេលដែលព័ត៌មានចេញមកដំបូងនោះ breaking news ដំបូងនោះខ្ញុំថាអូមានយន្តហោះទៅហ្គាំទៅអីការពិតគឺមានយន្តហោះគេ7គ្រឿងសម្រាប់ហោះទៅសម្រាប់បេសកកម្មគន្តិចមែនក្រុមប្រយុទ្ធនឹងមែន7គ្រឿងទៀតហោះទៅកន្លែងផ្សេងនោះដើម្បីឲ្យអ្នកណា track គេតាមដានជើងហោះហើរនោះទៅឃើញនោះទៅនោះអញ្ចឹងមានន័យថាគាត់ជាការហោះហើរធម្មតាគឺបង្វែងដានតែម្ដងគឺល្អណាស់គឺការស្មារតីវិន័យនិងជំនាញរបស់កងទ័ពសហរដ្ឋអាមេរិកខ្លាំងមានចំណុចច្រើនក៏តែចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍គឺមិនជាពេលមកចាប់អារម្មណ៍ដូចខ្ញុំគឺតាក់ទងជាមួយនឹងសត្រូវគឺអ៊ីរ៉ង់លោកអាដាមសេនីលោកបាននិយាយពីរដងទីមួយគាត់ថាពេលដែលក្រុមវិបហានោះចូលទៅហ្នឹងគឺអ៊ីរ៉ង់អត់មានបាញ់មកវិញទេបានតែអត់ដឹងសោះតែម្ដងអត់ដឹងយន្តហោះអ៊ីរ៉ង់ក៏អត់មានដឹងប្រតិបត្តិការដើម្បីទៅស្កាត់មីស៊ីលរបស់អ៊ីរ៉ង់នៅថាបកែហ្នឹងក៏អត់មានអីហោះទៅស្កាត់ដល់ពេលចេញទៅវិញក៏ចឹងចេញទៅវិញក៏អត់មានកម្លាំងរបស់អ៊ីរ៉ង់ណាមកស្កាត់មកអីដែរដែលអាមេរិកគេត្រៀមពេលទៅចូលនោះគឺថាគេឲ្យយន្តហោះGeneral 45នោះគឺបើកហោះទៅមុនដើម្បីការពារបើខាងណាសត្រូវគេបាញ់មកគឺយន្តហោះហ្នឹងបាញ់ទម្លាក់គ្រាប់នៅមុនដើម្បីការពារB2នេះអត់ឲ្យប៉ះអាហ្នឹងទេហើយគេថែមទាំងបាញ់គ្រាប់ហើយដើម្បីសង្កត់ដែនគ្រាប់ដែលបាញ់មកហ្នឹងគឺអត់ឲ្យប៉ះយន្តហោះវិបហារបស់អាមេរិកបានអញ្ចឹងរឿងនេះគឺជារឿងមួយល្អអញ្ចឹងបើសិនជាយើងស្ដាប់ហើយយើងទុកពិចារណាសិក្សាសម្រាប់ពេលខាងមុខទាំងអស់គ្នាហើយខ្ញុំនឹងព្យាយាមរករឿងដែលល្អអញ្ចឹងរឿងពិតអញ្ចឹងដើម្បីជាការសិក្សាពីព្រោះខ្ញុំជឿថាប្រិយមិត្តខ្លះចូលចិត្តតាមដានរឿងដែលបុរាណអីហ្នឹងដែលមានលក្ខណៈតាក់ទិកយុទ្ធសាស្ត្រអញ្ចឹងឥឡូវនេះសម័យទំនើបគឺយើងបានដឹងអញ្ចឹងសង្ឃឹមថារីករាយហើយបើមានចាប់អារម្មណ៍ទៅលើរឿងណាផ្សេងទៀតសូមសរសេរ comment មកខ្ញុំនឹងព្យាយាមដើម្បីចែករំលែកបន្តឲ្យបានជាចំណេះដឹងទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាជំនួសរវាងអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់គឺមកដល់ថ្ងៃនេះគឺមានគម្រប់7ថ្ងៃទៅហើយរីឯសហរដ្ឋអាមេរិកវិញបានសម្រេចផែនការថានឹងវាយប្រហារអ៊ីរ៉ង់ក៏ប៉ុន្តែមិនទាន់បានសម្រេចចិត្តជាចុងក្រោយថាតើត្រូវហក់ចូលប្រយុទ្ធនៅពេលណានោះទេដោយលោកប្រធានាធិបតី Donald Trump ទុកពេលឲ្យចរចាការទូតសិនអ្វីដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលអាចជំរុញឲ្យសហរដ្ឋអាមេរិកហក់ចូលទៅក្នុងសង្គ្រាមនេះឬក៏ការប្រយុទ្ធគ្នានេះគឺដោយសារតែបញ្ហាអាវុធនុយក្លេអ៊ែរពីព្រោះការចរចាអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់មិនដំណើរការទៅមុខទេវាហាក់ដូចជាបរាជ័យទៅហើយអ្វីដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលអាចនឹងឲ្យហក់ចូលគឺបញ្ហានុយក្លេអ៊ែរនេះឯងនៅក្នុងចំណោមរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលមានពេលបច្ចុប្បន្ននេះគឺមានរោងចក្រនុយក្លេអ៊ែរមួយដែលគេឲ្យឈ្មោះថា Fordo រោងចក្រនុយក្លេអ៊ែរនេះបានសាងសង់យ៉ាងជ្រៅទៅក្នុងដីដែលគ្មានប្រទេសណាដែលមានសមត្ថភាពអាចបំផ្លាញបាននោះទេគឺមានតែសហរដ្ឋអាមេរិកដែលមានគ្រាប់បែកគេហៅថាគ្រាប់បែកដ៏ធំប្រភេទ GBU 57ដែលមានសមត្ថភាពអាចទម្លុះចូលទៅក្រោមដីដើម្បីកំទេចរោងចក្រនោះបានដូច្នេះតើសហរដ្ឋអាមេរិកនឹងហក់ចូលពេលណាយើងនឹងចាំមើលទៀតក៏ប៉ុន្តែនៅពេលនេះអ្វីដែលខ្ញុំចង់ចែករំលែកជាមួយនឹងប្រិយមិត្តគឺតើរោងចក្រនោះវាមានអាចកំបាំងនិងមានលក្ខណៈពិសេសយ៉ាងណាដោយសាងសង់នៅខាងក្នុងភ្នំនិងមានលក្ខណៈរឹងមាំប្រឆាំងនឹងគ្រាប់បែករោងចក្រនុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់មានផ្លូវរួមក្រោមដីចំនួន5ជីកចូលទៅក្នុងភ្នំវាមានរចនាសម្ព័ន្ធគាំទ្រដ៏ធំនិងបរិវេណសន្តិសុខធំទូលាយគេអាចមើលឃើញពីរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរ Fordo ដ៏អាចកំបាំងរបស់អ៊ីរ៉ង់នេះតែពីរូបភាពតាមផ្កាយរណបតែប៉ុណ្ណោះនាពេលថ្មីនេះរោងចក្រនុយក្លេអ៊ែរ Fordo នេះគឺមានលក្ខណៈសម្ងាត់ហើយមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតគឺគ្មានអ្នកណាដឹងពិតប្រាកដអំពីទំហំនិងសកម្មភាពនៅក្នុងរោងចក្រនោះទេចាប់តាំងពីរោងចក្រនេះទៅបានគេប្រកាសឲ្យដឹងនៅឆ្នាំ2009មកហើយអ្វីទាំងអស់ដែលយើងបានដឹងនៅពេលនេះដែលខ្ញុំអាចចែករំលែកបានជាមួយនឹងប្រិយមិត្តទាំងអស់គ្នាហើយទៅបានបណ្ដាញសារព័ត៌មាននានាចុះផ្សាយនេះគឺផ្អែកទៅលើរបាយការណ៍
ចារកម្មរបស់ប្រទេសអ៊ីស្រាអែលដែលលួចបានឯកសារនោះជាច្រើនទំព័រគឺហើយនឹងផែនការជាច្រើនដែលយកមកបង្ហាញជាសាធារណៈឲ្យបានដឹងតាមការប៉ាន់ស្មានសាលធំរបស់វាស្ថិតនៅប្រមាណពី80ទៅ90ម៉ែត្រនៅក្រោមដីធ្វើឲ្យវាមានសុវត្ថិភាពគេចផុតពីគ្រាប់បែកទម្លាក់ពីលើអាកាសគេដឹងថាអ្វីដែលអ៊ីស្រាអែលមានគឺគ្មានសមត្ថភាពបំផ្លាញដោយបាញ់ពីលើអាកាសបានទេខណៈដែលមេដឹកនាំរបស់អ៊ីរ៉ង់អាចគេចចេញពីការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់អ្នកវិភាគមួយចំនួនបាននិយាយថាអ៊ីរ៉ង់ត្រូវតែប្រញាប់ប្រញាល់ប្រើរោងចក្រ Fordo នេះបំផ្លែងឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ឲ្យទៅជាគ្រាប់បែកនុយក្លេអ៊ែរឲ្យបានឆាប់អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហាររោងចក្រនេះក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះប៉ុន្តែបើយោងតាមទីភ្នាក់ងារថាមពលបរមាណូ IAEA រហូតមកដល់ពេលនេះមិនអាចបំផ្លាញវាបានទេទីក្រុងតេហ៍រ៉ង់បាននិយាយថាគោលបំណងនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺដើម្បីសន្តិភាពប៉ុណ្ណោះប៉ុន្តែរោងចក្រ Fordo នេះគឺជាចំណុចស្នូលនៃការព្រួយបារម្ភចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់មន្ត្រីរបស់អ៊ីរ៉ង់បានពន្យល់ទៅដល់ទីភ្នាក់ងារអាតូមិករបស់អង្គការសហប្រជាជាតិ IAEA ថាហេតុផលដែលអ៊ីរ៉ង់ធ្វើរោងចក្រ Fordo នេះនៅក្រោមដីនោះគឺដើម្បីសុវត្ថិភាពតែប៉ុណ្ណោះដោយសារតែខ្លួនភ័យខ្លាចមានការវាយប្រហារដោយផ្នែកយោធាពីប្រចាំមិត្តរបស់ខ្លួនហើយវាគឺជាកន្លែងមួយដែលអាចបម្រើជាកន្លែងដែលរក្សាទុកនៅពេលដែលគ្រាមានអាសន្នសម្រាប់រោងចក្រនុយក្លេអ៊ែរដែលនៅក្បែរនោះហើយបើសិនជាមានការវាយប្រហារហើយទីភ្នាក់ងារហើយមន្ត្រីរបស់អ៊ីរ៉ង់បានឲ្យដឹងថាក្នុងរោងចក្រ Fordo នេះគឺមានក្បាលគ្រាប់ដែលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនេះចំនួន3000ឯណោះព័ត៌មានលម្អិតបន្ថែមអំពីកន្លែងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងឆ្នាំ2018បន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកយកបានឯកសារជាង 55,000 ពីអ្វីដែលអ៊ីស្រាអែលបាននិយាយថាជាបណ្ណសារបរមាណូរបស់អ៊ីរ៉ង់ក្នុងចំណោមឯកសារទាំងនោះមានប្លង់លម្អិតរបស់រោងចក្រ Fordo និងព័ត៌មានអំពីគោលបំណងរបស់វាគឺដើម្បីផលិតកម្រិតអ៊ុយរ៉ាញ៉ូមសម្រាប់ប្រើប្រាស់អាវុធដែលជាផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាចផលិតបាន1គ្រាប់ឬ2គ្រាប់ក្នុង1ឆ្នាំនៅពេលនោះអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានហៅការលាតត្រដាងនិងការអត្ថាធិប្បាយរបស់លោក Netanyahu ថាដូចក្មេងលេងនិងគួរឲ្យអស់សំណើចបន្ទាប់មករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិកបានដឹងរឿងនេះមួយរយៈពេលមកហើយនឹងជឿជាក់ថាឯកសារនោះគឺពិតប្រាកដរបាយការណ៍របស់ IAEA ថ្មីនេះបានសន្និដ្ឋានថាប្រទេសអ៊ីរ៉ង់បានបង្កើនការផលិតអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានដល់កម្រិត 60% ហើយនៅឯរោងចក្រ Fordo យោងតាមក្រុមស្រាវជ្រាវ ISIS បាននិយាយថាក្នុងរយៈពេល3សប្តាហ៍នៅរោងចក្រ Fordo មានសារធាតុគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរចំនួន9គ្រាប់នោះហើយជាមូលហេតុដែល Fordo គឺជាការផ្ដោតសំខាន់នៃការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការកំទេចនិងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៉ុន្តែតើវាអាចទៅរួចទេឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Jechiel Leite បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Merit TV កាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលមានប្រភេទគ្រាប់ដែលតម្រូវយកទៅវាយប្រហារលើទីតាំងនុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់ដោយដែលខ្ញុំបានជម្រាបប្រិយមិត្តហើយគឺរោងចក្រនុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់នេះគឺបានសាងសង់យ៉ាងជ្រៅហើយស្ទើរតែគ្មានលទ្ធភាពណាអាចបំផ្លាញបានទេបើអ៊ីស្រាអែលចង់បំផ្លាញក៏មិនអាចបានដែរតើតែត្រូវការជំនួយពីសហរដ្ឋអាមេរិកហើយបើទោះបីជាសហរដ្ឋអាមេរិកឲ្យគ្រាប់បែកដែលធំនោះទៅប្រទេសអ៊ីស្រាអែលក៏អ៊ីស្រាអែលមិនមានយន្តហោះសម្រាប់ដឹកយកទៅទម្លាក់ដែរពីព្រោះដូចតែយើងបានដឹងហើយគឺយន្តហោះដែលអាចទម្លាក់ដឹកគ្រាប់បែកនេះបានគឺយន្តហោះ B2 បំផាំងកាយដែលអាចហោះដឹកគ្រាប់បែកនេះទៅទម្លាក់បានអញ្ចឹងហើយបានជាអ្នកជំនាញបានឲ្យយោបល់នៅជំរឿនមួយបន្ថែមទៀតថាអ៊ីស្រាអែលអាចប្រើវិធីមួយគឺកំទេចរោងចក្រនោះនៅច្រកក្រោមដីដែលចេញចូលទាំងប្រមាណទាំងអស់ដើម្បីបំផ្លាញច្រកចេញចូលបំផ្លាញអគ្គិសនីដូច្នេះអ៊ីរ៉ង់ត្រូវការពេលយ៉ាងហោចណាស់ក៏ជាច្រើនខែដែរទម្រាំតែនឹងអាចស្ដាររោងចក្រនោះឡើងវិញបានតែ
អ៊ីស្រាអែលនឹងជ្រើសរើសយកជំរឿនណាយើងនៅមិនទាន់ដឹងទេក៏ប៉ុន្តែត្រឹមថ្ងៃប្រហ័ននេះគឺអ៊ីស្រាអែលថាខ្លួននឹងវាយប្រហាររោងចក្រនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់នៅពេលនេះបើទោះបីជាមិនមានសមត្ថភាពខ្លាំងដូចជាក្របបែករបស់សហរដ្ឋអាមេរិកក៏ដោយដូច្នេះលទ្ធផលយ៉ាងណាយើងរងចាំមើលទាំងអស់គ្នាសូមអរគុណប្រិយមិត្តដែលតាមដានទស្សនាការបង្ហាញរបស់ខ្ញុំគឺនេះជាអត្ថបទរបស់ BBC ដែលបានចេញផ្សាយមុននេះបន្តិចមុនពេលចូលផ្សាយនេះខ្ញុំឃើញក៏ខ្ញុំយកមកភ្លាមតែម្ដងបាទចំណងជើងអត្ថបទរបស់ BBC នេះគឺក៏ដាក់ថាខ្ញុំមិនហ៊ានត្រឡប់ទៅផ្ទះវិញទេបាទនៅពេលដែលខាង BBC ទៅដល់ភូមិដែលមានចំនួនគ្នារវាងកម្ពុជានិងថៃនៅតាមបណ្ដោយព្រំដែនបាទពេលមួយចំនួនប្រហែលជាមកដល់ពេលនេះលួចញឹមថាបងកំសែងក៏ធ្លាប់ឲ្យយោបល់ថាគួរតែនាំអ្នកកសែតទៅមើលដល់កន្លែងហ្នឹងបាទឥឡូវនេះឃើញខាងរដ្ឋាភិបាលគេធ្វើបានរបស់គេមែនណាបាទនៅជា BBC សំទៅក៏ខាងរដ្ឋាភិបាលជើងយើងមិនដឹងប៉ុន្តែដល់ណាបោះដៃមុនមិនជាបញ្ហាសំខាន់ពួកគាត់បានទៅដល់កន្លែងហ្នឹងគឺនៅភូមិជោគជ័យហ្នឹងក៏គាត់ទៅដល់នៅខាងព្រះវិហារហ្នឹងក៏ទៅដល់ហើយគេក៏ឃើញបាទអញ្ចឹងឥឡូវខ្ញុំសូមសង្ខេបបន្តិចតើវាខុសគ្នាយ៉ាងម៉េចរវាងការយកព័ត៌មានដែលទៅដល់កន្លែងហ្នឹងហើយនឹងការយកព័ត៌មានដែលមើលតែពីខាងក្រៅនេះទេដូច្នេះការសរសេររបស់គាត់នេះវែងJonathan Head ឃើញទេ Jonathan Head គាត់អ្នកសរសេរម្ដងឃើញទេបាទនៅចាំបានទេបាទនៅចាំ Jonathan Head ទេដែលកាលមុនគាត់សរសេរពីខាងភាគីថៃហើយខ្ញុំរិះគន់គាត់មិននៅចាំទេបាទ Jonathan Head គាត់សរសេរពីខាងភាគីថៃហើយខ្ញុំថាជើញ Jonathan មកខ្មែរ John come to Cambodia John គាត់មកមែនណាគាត់មកមែនអញ្ចឹងសេចក្តីរាយការណ៍របស់គាត់ខុសពីសេចក្តីរាយការណ៍ពីមុនអញ្ចឹងហ៎ចាំពេលមិនតាមខ្ញុំតាមដានព័ត៌មានខ្ញុំយល់ឃើញទេបាទរឿងពីមុនផ្សេងឥឡូវនេះខ្ញុំសូមរាយការណ៍សូមបកសង្ខេបពី Jonathan អញ្ចឹងក្រោយពីស្ដាប់អត្ថបទនេះជប់ជេរ Jonathan បាទអញ្ចឹងសំខាន់ណាអូមកឲ្យមើលនៅ feel ហ្មងមិនគេយកតាមយោបល់ខ្ញុំគេចេះធ្វើការរបស់គេទេណាគេធ្វើការរបស់គេបាទអញ្ចឹងឥឡូវសេចក្តីរាយការណ៍ថ្មីរបស់ Jonathan Head ដែលខ្ញុំនឹកឃើញJohnខ្ញុំជួបគាត់កាលពីខ្ញុំនៅ UN បាទគាត់មកយករឿងខ្មែរក្រហមគាត់ជួបនៅក្នុងពេលដែលខ្ញុំរៀបចំសន្និសីទសារព័ត៌មានពីរឿងការបង្កើតសាលាក្តីខ្មែរក្រហមហើយខ្ញុំអ្នកកាន់កម្មវិធីហ្នឹងដែលចក់ឡយណាសួរខ្ញុំជួបគាត់មកផ្លែតពេលហ្នឹង John បាទជួបម្ដងនៅស្រុកខ្មែរកាលហ្នឹងបាទអញ្ចឹងឥឡូវសូមជូនសេចក្តីសង្ខេបរបស់ Jonathan តើគាត់រីកានឹងយ៉ាងម៉េចគាត់រីកានោះល្អរបស់គាត់ណាគាត់មានលំលើករបស់គាត់ថាលោកបន្លាបានកាត់ភូមិកម្ពុជានៅភូមិជោគជ័យដោយកាត់តាមវាលអំពៅចំការអំពៅខ្ញុំមិនលំលើកដូចគាត់ខ្ញុំសង្ខេបយកតែម្ដងតែគាត់សរសេរគឺដូចបន្លំលោកល្អរបស់គាត់មកល្អរបស់គាត់ទឹកដៃគាត់សរសេរល្អបាទហើយនៅពីក្រៅខ្នងពួកគេនោះគឺជាតំបន់ព្រំដែនបាទដែលមានអេក្រង់ពណ៌ខ្មៅដែលផុសឡើងផុតពីដីដែលលាក់បាំងទាហានរបស់ថៃដែលនៅពីខាងក្រោយនោះនេះគឺជាព្រំដែនរឹងមាំថ្មីរវាងប្រទេសទាំងពីរដែលធ្លាប់តែបើកចំហនិងអាចងាយឆ្លងកាត់បានដោយប្រជាជនទាំងសងខាងបន្ទាប់មកនៅម៉ោង 15:20 នាទីមកក្នុងស្រុកនៅថ្ងៃទី 13 ខែសីហាស្ថានភាពបែរជាផ្លាស់ប្ដូរអ្នកស្រីហ៊ុយម៉ាលីសបានថ្លែងថាទាហានថៃបានមកប្រាប់ឲ្យយើងចាក់ចេញបន្ទាប់មកពួកគេបានទាញលូបន្លាបិទបាំងខ្ញុំបានសួរថាតើខ្ញុំអាចត្រឡប់ទៅយកឆ្នាំងធ្វើម្ហូបរបស់ខ្ញុំវិញបានទេពួកគេឲ្យពេលខ្ញុំតែ20 នាទីប៉ុណ្ណោះរឿងរបស់អ្នកស្រីគឺជារឿងគ្រួសារមួយក្នុងចំណោមគ្រួសារ13ដែលត្រូវបានគេដេញចេញពីផ្ទះនិងវាចំការដែលនៅម្ខាងទៀតនៃលូបន្លាដែលពួកគាត់បាននិយាយថាពួកគាត់បានរស់នៅនិងធ្វើការនៅទីនោះអស់ជាច្រើនទសវត្សរ៍មកហើយឥឡូវនេះស្លាកសញ្ញាទៅបានអាជ្ញាធរថៃដាក់ព្រមានពលរដ្ឋខ្មែរថាបានចូលត្រៀមយកដីថៃដោយខុសច្បាប់នៅភូមិជោគជ័យពួកគេប្រកាសថាព្រំដែនគួរតែជាខ្សែបន្ទាត់ត្រង់រវាងបង្គោលព្រំដែនថ្មពីរដែលទៅបានព្រមព្រៀងនឹងដំឡើងជាង1សតវត្សរ៍មុនថៃនិយាយថាខ្លួនគ្រាន់តែធានាការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះដោយសារតែស្ថានភាពចំនួនជាមួយនឹងកម្ពុជានេះមិនមែនជារបៀបដែលកម្ពុជាមើលឃើញនោះទេកម្ពុជាមើលឃើញខុសពីនេះភាពតានតឹងជាច្រើនខែនៅតាមតំបន់ព្រំដែននៃ
ដែលមានចំនួនរបស់ពួកគេបានផ្ទុះឡើងជាចំហនៅក្នុងខែកក្កដាដែលបណ្ដាលឲ្យមនុស្ស40នាក់បានប្រហែលជា40នាក់បានស្លាប់បាត់បង់ជីវិតចាប់តាំងពីពេលនោះមកបទជបាញ់ដ៏ផុយស្រួយត្រូវបានសម្រេចបានទោះបីជាសង្គ្រាមពាក្យសម្ដីដែលជំរុញឲ្យមានមនោសញ្ចេតនាជាតិនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានរក្សាភាគីទាំងពីរឲ្យនៅឆ្ងាយពីគ្នាក៏ដោយ BBC បានទៅដល់តំបន់ព្រំដែននៃប្រទេសកម្ពុជាដែលបានជួបមនុស្សបាទនៅក្នុងបញ្ហានេះនឹងបានឃើញការខូចខាតមួយចំនួនដែលបន្សល់ទុកដោយការបាញ់ផ្លោងនិងការទម្លាក់គ្រាប់បែករយៈពេល5ថ្ងៃលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានសម្ដែងការសោកស្ដាយចំពោះផលប៉ះពាល់សេដ្ឋកិច្ចចំពោះសកម្មភាពរបស់សហគមន៍ថៃលោកបានប៉ាន់ប្រមាណថាពួកគេខាតបង់ចំណូលពន្ធគយប្រហែលជា$1 លានក្នុងមួយថ្ងៃពីការបិទព្រំដែននេះមិនទាន់មានប្រភពណាអាចសន្និដ្ឋានបានថាតើចំនួនរវាងកម្ពុជានិងថៃត្រូវខាតបង់ប្រាក់អស់ប៉ុន្មាននោះទេប៉ុន្តែវាពិតជាខ្ពស់ណាស់ពាណិជ្ជកម្មប្រចាំឆ្នាំដែលមានតម្លៃរាប់ពាន់លានដុល្លារបានធ្លាក់ចុះដល់កម្រិតមួយពលករខ្មែររាប់សែននាក់បានចាក់ចេញពីប្រទេសថៃហើយភ្ញៀវទេសចរថៃបានឈប់ធ្វើដំណើរផ្សេងទៀតចំណតអាកាសយានដ្ឋានថ្មីដែលសាងសង់ដោយជនជាតិចិននៅសៀមរាបច្រកចេញចូលប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវបានបោះបង់ចោលយើងក៏ត្រូវបានគេបង្ហាញវីដេអូអំពីអ្នកស្រុកដែលមិនសប្បាយចិត្តបានទាញខ្សែលូកបន្លាចេញពីទាហានថៃវិញនៅក្នុងពេលមួយនោះលោកអភិបាលបាននិយាយថាឥឡូវនេះពួកគេត្រូវបានណែនាំឲ្យជៀសវាងកុំឲ្យមានការប្រឈមមុខដាក់គ្នាប៉ុន្តែកំហឹងបានផ្ទុះឡើងវិញនៅក្នុងការប្រឈមមុខដាក់គ្នាមួយជាមួយនឹងកងទ័ពថៃកាលពីថ្ងៃទី4ខែកញ្ញានៅភាគខាងជើងប្រទេសកម្ពុជាមានការចំណាយខាតបង់ផ្សេងទៀតនៃសង្គ្រាមការចូលទៅប្រាសាទដ៏អស្ចារ្យដែលមានអាយុកាល1000ឆ្នាំគឺប្រាសាទព្រះវិហារគឺស្រួលចូលជាងពីខាងភាគីថៃរថយន្តកង់4របស់យើងបានប្រឹងប្រែងឡើងលើផ្លូវចោតដែលខាងកម្ពុជាបានសង់ឡើងដើម្បីឡើងទៅលើថ្មនោះនៅខាងក្នុងប្រាសាទនៅក៏រៀបរាប់ផ្សេងទៀតប៉ុន្តែខ្ញុំកាត់យកឡើងនេះគាត់ថានៅពេលដែលយើងទៅដល់ខាងក្នុងប្រាសាទវាបង្ហាញច្បាស់ណាស់ថាប្រាសាទនេះបានរងការប៉ះពាល់យ៉ាងលំបាកដោយសារតែការបាញ់កាំភ្លើងធំកាលពីចុងខែកក្កដាជណ្ដើរថ្មបុរាណចំនួន2ត្រូវបានខ្ទេចខ្ទីខណៈផ្នែកផ្សេងទៀតនៃប្រាសាទត្រូវបានខ្ទេចឬបាក់ដោយសារតែគ្រាប់កាំភ្លើងជញ្ជាំងខ្ទេចខ្ទីដោយកំទេចថ្មមានរណ្ដៅជាច្រើនដែលពោពេញទៅដោយទឹកភ្លៀងនៅលើដីបានន័យថារណ្ដៅនោះដក់ទឹកភ្លៀងកម្ពុជាបាននិយាយថាពួកគេបានកត់ត្រាថាមានទីតាំងចំនួន140កន្លែងនៅក្នុងបរិវេណទៅបានគេនិយាយថាបានរងគ្រោះដោយសារការបាញ់ផ្លោងរបស់ថៃកាលពីថ្ងៃទី24និង25កក្កដាមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនក៏បានចង្អុលបង្ហាញអំពីគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលជាអាវុធដែលត្រូវបានហាមឃាត់នៅលើពិភពលោកភាគច្រើនប៉ុន្តែយោធាថៃបានទទួលស្គាល់ថាបានប្រើប្រាស់យោធាថៃបានបដិសេធការបាញ់ប្រហារលើប្រាសាទនេះដែលត្រូវអង្គការ UNESCO ទទួលស្គាល់ថាជាសម្បត្តិបេតិកភណ្ឌពិភពលោកថៃបានចោទកម្ពុជាថាបានដាក់ទាហាននិងអាវុធនៅខាងក្នុងប្រាសាទក្នុងអំឡុងពេលប្រយុទ្ធទោះជាយើងមើលមិនឃើញភស្តុតាងជាក់ស្ដែងនៃរឿងនេះដោយការចោទប្រកាន់ក៏ដោយសាកសម័យទៅមើលវាពិតជាពិបាកនៅក្នុងការគិតថាតើអ្នកណាអាចយកកំភ្លើងធំបែបនេះឡើងលើផ្លូវដោយចោទនិងចូលក្នុងបរិវេណប្រាសាទនោះបានប្រទេសទាំងពីរឥឡូវនេះកំពុងតែប្រើបញ្ហាបែបនេះដើម្បីព្យាយាមធ្វើឲ្យមានការអាណិតអាសូរពីអន្តរជាតិកម្ពុជាបានប្តឹងទៅអង្គការ UNESCO អំពីការខូចខាតប្រាសាទព្រះវិហារហើយរៀបរាប់អំពីទាហានរបស់ខ្លួនចំនួន18នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីបទជបាញ់ចូលជាធរមានហើយបានចាត់ទុកពួកគេថាជាចំណាប់ខ្មាំងថៃក៏បានបង្ហាញភស្តុតាងថាកងកម្លាំងកម្ពុជានៅតែដាក់មីននៅតាមព្រំដែនធ្វើឲ្យទាហានថៃជាច្រើនអ្នករងរបួសដែលខ្លួនអះអាងថាបង្ហាញជំនឿមិនល្អចំពោះការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការគោរពបទជបាញ់ប៉ុន្តែមន្ត្រីកម្ពុជាទាំងអស់ដែលយើងបានជួបបានសង្កត់ធ្ងន់ពីការខ្នះខ្នែងរបស់ពួកគេក្នុងការបញ្ចប់ចំនួននិងស្ដារទំនាក់ទំនងជាមួយប្រទេសជិតខាងដែលធំជាងរបស់ពួកគេនេះនៅពីក្រោយនេះមានការថប់បារម្ភមួយទៀតដែលរៀលដាលជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាគឺពួកគេនិយាយថាកម្ពុជាជាប្រទេសដែលតូចជាងមានទំហំតូចខ្លាំងណាស់តូចជាងប្រទេសដែលជិតខាងដែលមានអំណាចរបស់ខ្លួនបាទភាគីទាំងពីរកំពុងរងគ្រោះដោយសារការបិទព្រំដែនប៉ុន្តែទំនាក់ទំនងជាមួយនឹងកម្ពុជា
ដែលជាប្រទេសក្រីក្រជាងគឺពិតជាមានផលប៉ះពាល់លោកស៊ូយ៉ារ៉ាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបាននិយាយថាអ្នកមិនអាចធ្វើអីយកសម្ោចទៅចូលជាមួយនឹងដំរីបានទេយើងទៅតែទទួលយកថាយើងជាប្រទេសតូចមិនធំដូចដំរីទេដូច្នេះតើប្រទេសតូចអាចបញ្ឆេះបញ្ហានេះបានដោយរបៀបណាខណៈពេលដែលអ្នកនយោបាយនិងមន្ត្រីនៅតែបន្តការប៉ះទង្គិចគ្នាប្រជាជនកម្ពុជាជាច្រើនដែលភៀសសឹកដោយសារការប្រយុទ្ធគ្នានៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញទោះបី